này anh một cái bồn rồi anh cất đây miến miền nãy dương con mình sợ ba chân nó ngã mình đừng ít thế nhìn trong dương toàn hộp ấy tên địa ta dương ta hộp ấy chỉ mới cái này tinh nơi nè top lấy dùng tinh rõ đau nữa nghe tôi cả tới thế sao tạ chân chồng cái nó xin ta ta phụ cái tận năng vì mẹ của ai trong cái tận năng mà lý tới ấy kia cái than nôm xin này cái tình ấy hôm tịt năng á mà lý ta cho mấy cái này ở cái trong em pha trong tận đây nhắc ta chăm cho điên bình này càng nghe các ông sự nghiệp đã kêu đã ơi anh phơi đi hai lần nơi ô mà lì clip lại ở chung và thêm mấy nát tới đây này kêu đã ơi các thầy mà lấy kêu được bao giờ này kêu ban đã và thi cam lông được đâu được bao nhiêu sợi ta anh phơi hai lần nơi bao mình toàn phơi hai tê chọc như chui miền hai xin lịch bà anh phơi toàn hai tê trong trong năng mà ly chui pro dân tập tầm muối ta và thêm nó cam ví dụ mắng kia bàn phơi chít hơi đã hơi sau tập mình tịnh mình tuổi tê đời xa kia chọc buộc nắng phế tự mình bàn bẩn chọc ô mình ai tê chăm khi nhóm hai đằng cáo chứ nè thưa bằng hai cặp bàn ai dục máy cả đây bà ai chọc búa ai hộp ai comment hai đây ban chồng sợ bán hộp ai tê xong hộp tại bài nằm bán hai sạch phơ các bây giờ mình toàn ok anh chăm cả bàn đâyខ្ញុំរវល់ធ្វើកិច្ចការផ្ទះបន្តិចហ្នឹងបង្កើតទៅមកយឺតចឹងមកស្មានទៅពេជ្រដាក់ច្បាប់តើបើឃើញពេជ្រមកយឺតចឹងតោះប្រញាប់ចូលថ្នាក់ទៅចឹងខ្ញុំសូមជម្រាបសួរអ្នកគ្រូចាអរគុណគ្រូចប់អរគុណអ្នកគ្រូចាកូនទាំងអស់គ្នាថ្ងៃនេះយើងរៀនមកអប់រំសុខភាពសូមកូនបើកសៀវភៅគោលអប់រំសុខភាពទំព័រ46ចំពុកទី1សុខភាពបន្តពូជនិងសុខភាពផ្លូវភេទមេរៀនទី1ជំងឺកាមរោគអ្នកគ្រូសូមកូនណាម្នាក់លើកដៃស្ម័គ្រចិត្តដើម្បីអានមេរៀនខ្ញុំអ្នកគ្រូជំរាបអ្នកគ្រូមេរៀនទី1ជំងឺកាមរោគជំងឺកាមតើទាំងអស់គ្នាចាប់ដើមកាត់មេរៀនចូលគាត់ចាប់អាចចេញបាននៅពេលចុងមកអ្នកគ្រូនឹងប្រមូលកិច្ចការចាស់ហើយដាក់កិច្ចការថ្មីឲ្យធ្វើបន្តចាអ្នកគ្រូនេះអញចេះតែយ៉ាងម៉េចនឹងបានជានៅមួយស្ងៀមចឹងហើយអង្គឯតពូទៀតឯងចុកពួរមែនមិនហើយម៉ាលីគ្នាចាប់ដើមចុកពួរទៀតហើយចុកក្នុងthêmទៀតផងហើយជាអញហូបចំណីខុសការប្រព្រឹត្តទៅដឹងបានជាចុកអញ្ចឹងខ្ញុំគិតថាផៃជាអញ្ចឹងឯងម៉ាលីបើចុកអញ្ចឹងចាំខ្ញុំជូនអញទៅផ្ទះហើយចាំពេលមកវិញចាំខ្ញុំជម្រាបប្រាប់អ្នកគ្រូនិងប្រាប់ប្រធានថ្នាក់ឲ្យដាច់ច្បាប់អើយមិនអីទេឯងមានប្រេងកាឡាអត់គ្នាខ្ចីសិនម៉ាលីស្មីកាត់អីណាអូកែវគឺសនេគាត់ចុកពោះហ្នឹងឯងម៉ាលីប្រាប់អ្នកគ្រូឲ្យនៅចុះគឺខ្ញុំមកបានប្រាប់ទេព្រោះសនេគេថាគេអាចស្របបានម៉ាលីជួយខ្ញុំទៅបន្តិចបានអត់តោះចាប់តែអញឈរចាំគ្នានៅត្រង់នេះណាតើខ្ញុំនៅឈរចាំនៅទីនេះម៉ាលីមានរឿងអីហ្នឹងស្រេចលោឡាម្លេះអ្នកគ្រូគឺកូនឆ្នាំហ្នឹងមានអាយុប្រហែលហើយជំរាបប្រសិនអ្នកគ្រូឆ្នាំនេះខ្ញុំអាយុ12ឆ្នាំហើយចុះអាការៈចុកពោះរបស់កូនវាកើតឡើងប្រហែលថ្ងៃមកដែរហើយវាកើតឡើងប្រហែលនៅវាចាប់ផ្ដើមតាំងពីយប់មកម្លេះអ្នកគ្រូហើយវាជាលើកទី1ផងដែរសម្រាប់ខ្ញុំចុះកូនចុកខ្លាំងទេចាចុកខ្លាំងអ្នកគ្រូស្ដាប់តាមការនិយាយរបស់កូនបូកផ្សំជាមួយនឹងរឿងហេតុដែលកើតឡើងបាញ់មិញនេះអ្នកគ្រូអាចសន្មតបានថាស្រីនេះពេញវ័យហើយពេញវ័យតើអ្វីទៅជាភាពពេញវ័យអ្នកគ្រូ
ភាពពេញវ័យជាដំណើរមួយដែលក្មេងស្រីចាប់ផ្ដើមមានរដូវក្នុងដំណាក់កាលនេះកាយត្រូវបានប្រែប្រួលទាំងស្រុងហើយត្រូវចេះផ្លាស់ប្ដូរទម្លាប់រស់នៅប្រចាំថ្ងៃ បើអញ្ចឹងខ្ញុំត្រូវធ្វើបែបណាទៅអ្នកគ្រូ ថាទៅគួយលេងនៅបងឥឡូវអ្នកគ្រូមកបាត់តើយើងចូលស្នាក់វិញចា កូនតើយើងបន្តមេរៀន ចាអ្នកគ្រូ ថ្ងៃនេះយើងរៀនអំពីការថែទាំសុខភាពផ្លូវភេទឥឡូវនេះយើងចូលដល់ចំណុចមួយការអនាម័យពេលមករដូវចាជាទូទៅក្មេងស្រីចាប់ផ្ដើមមានរដូវចាប់ពីអាយុ9ដល់14ឆ្នាំទៅតាមការលូតលាស់ធំធាត់របស់ពួកគេពេលពួកគេមករដូវលើកដំបូងពួកគេមិនទាន់យល់ដឹងនឹងការថែទាំរក្សាសុខភាពរបស់ពួកគេឡើយ ជំរាបអ្នកគ្រូប្រសិនបើពួកគេមករដូវតើពួកគេត្រូវអនាម័យឬប្រើប្រាស់ដូចម្ដេចទៅអ្នកគ្រូ ចាស់ប្អូននៅពេលនរណាម្នាក់មករដូវគឺមិនត្រូវបរិភោគរបស់ផ្ដេសផ្ដាសឬរបស់ផ្អាប់នោះទេ ស្រីមានអាការៈខុសផ្លែដូចម្ដេចទៅអ្នកគ្រូ នៅពេលមករដូវក្មេងស្រីមានអារម្មណ៍មួម៉ៅឆាប់ខឹងនិងចូលចិត្តនៅម្នាក់ឯងជាដើម ចាខ្ញុំសូមអរគុណច្រើនហើយអ្នកគ្រូដែលបានណែនាំប្រាប់ពួកខ្ញុំ មានហើយពួកខ្ញុំនឹងខំព្យាយាមអនុវត្តឲ្យបានល្អដើម្បីកុំឲ្យឆ្លងមេរោគនានា ចាអ្នកគ្រូពិតជាសប្បាយចិត្តខ្លាំងណាស់នៅពេលដែលកូនឆាប់យល់ពីរឿងនេះកុមារគ្រប់រូប ត្រូវអនាម័យខ្លួនប្រាណ នៅពេលដែលពេញវ័យ ហើយមិនត្រូវលាក់បាំងរឿងនេះជាសម្ងាត់